นี่ปองខ្យងមាសបងណាខ្លះអត់ធ្លាប់ឃើញពងខ្យងនេះខ្ញុំពីមុនអត់ដែរឃើញដែរតែចំហ្នឹងទេដែលយើងឃើញថាអូអាហ្នឹងគេហៅពងខ្យងតអ្នកស្រែគាត់ស្គាល់ពងខ្យងណាតែខ្ញុំអ្នកភ្នំអញ្ចឹងទៅអត់សូវស្គាល់ទេនេះយើងដាក់ភ្ញាស់ទាំងកញ្ច្រែងទៅទៀតបងណាចង់បានពូជអីតាក់តងមកបានណានេះអានេះញាស់ហើយឃើញសហ្នឹងមិនមែនខូចទេវាញាស់ចិត្តអស់ហើយនេះឃើញទេយើងដាក់ក្នុងអាងនេះហើយអាងនេះគឺយើងត្រៀមមកមានសារាយមានចកមានអីហ្នឹងគឺត្រៀមទុកឲ្យវាញាស់ទៅវាស៊ីហើយនឹងតោងអញ្ចឹងណានេះគឺថាអស់ទាស់តែម្ដងពងគេស្អាតណាស់នេះខ្យងមាសប្រភេទគេហៅខ្យងជប៉ុនឬក៏ខ្យងមាសឬក៏ហៅខ្យងបឺនិយាយទៅគេហៅឈ្មោះច្រើនណាអញ្ចឹងបងកុំភ្លេចជួយ Subscribe Channel ម្នាក់មួយផងចាដើម្បីបានតាមដានមួយនឹងការអាប់ដេតចាតាក់ទងមួយនឹងការចែករំលែកចាអំពីការធ្វើកសិកម្មតាក់ទងមួយនឹងសត្វណាចាអញ្ចឹងបងជួយ Subscribe ម្នាក់មួយផងចាអរគុណ